Okay សួស្តីអ្នកគ្នាចូលនៅក្នុងវីដេអូនេះយើងនឹងធ្វើការសិក្សាទាក់ទងជាមួយនឹង div តើ div នេះគឺជាអីគេហើយតើវាមានលក្ខណៈអីបានគេសិក្សាវានៅក្នុង HTML អញ្ចឹងកុំឲ្យខាតពេលយូរតោះចឹងនៅក្នុងនេះគឺខ្ញុំមានទៅលើ div មួយដែលអូខេអញ្ចឹងខ្ញុំនឹងបញ្យល់អ្នកគ្នាថាតើ div tag គឺជាអ្វីអញ្ចឹង the div គេបាននិយាយថា the div element is used as a container for other HTML element ចឹងមានថាគេប្រើប្រាស់វាប្រៀបដូចជា container ដែលសម្រាប់ធ្វើការជំនួសឲ្យទៅលើ HTML element ផ្សេងទៀតមិនថាជា span មិនថាជា p អីទេគឺគេប្រើវាសម្រាប់ធ្វើអញ្ចឹងហើយ picture is by default is a block element meaning that is tag all available we can come with line break before and after ចឹងវាមាន picture គឺប្រើវាសម្រាប់នេះលក្ខណៈ example ដែលគេបែបនេះមានថាឧទាហរណ៍ថាគេប្រើវានៅចន្លោះរវាង paragraph មួយដែលវាគេចង់ទៅ save វាហើយចង់លេង style វាផ្សេងៗចឹងគេអាចប្រើវានៅចន្លោះរវាង paragraph នៅក្នុងនឹងបានអូខេចឹងដោយកន្លែងនេះជាក់ស្ដែងចឹងយើង lorem នេះគឺយើងទៅ save នេះហើយនៅក្នុង im material នេះគឺគេបានលេង style វាហើយ dlcmake នេះក៏គេលេង style យីទៅចឹង deal នេះគេអាចប្រើប្រាស់វាសម្រាប់ធ្វើការអញ្ចឹងបានមានថាទៅ save នៅចន្លោះរវាង paragraph បានណាអូខេហើយយើងអាចលេង style ផ្សេងៗហើយគេក៏ថានេះThe div element has no required attribute by style class and id are common ចឹងអាកន្លែងនេះយើងនឹងសិក្សានៅមេរៀនបន្ទាប់អូខេចឹងឧទាហរណ៍ថាបើខ្ញុំមានទៅលើ div ដែលខ្ញុំសរសេរវាមានលក្ខណៈបែបនេះអូខេចុះឧទាហរណ៍ថាខ្ញុំមាន div សរសេរបែបនេះហើយនៅក្នុងនោះខ្ញុំមានទៅលើ p អញ្ចឹង div ក៏យើងអាចប្រើវាសម្រាប់ធ្វើការដាក់វាជាវាថាជាបដាយរបស់កូនណានៅក្នុងបដាយហ្នឹងគឺវាមានកូនហ្នឹងគឺជា paragraph ហ្នឹងហើយឧទាហរណ៍ខ្ញុំមានទៅលើ lorem 15ពាក្យអញ្ចឹងទៅរួចខ្ញុំធ្វើការ master យក PO pair ពី live server អញ្ចឹងនៅពេលហ្នឹងវានឹងធ្វើការ run ឲ្យយើងអូខេចឹងនេះគឺជា div ហើយនៅក្នុងហ្នឹងយើងអាចធ្វើការ import ទៅលើ paragraph ដែលវាជាកូនរបស់ div ហ្នឹងបានច្រើនជាងទៀតអូខេក៏វាចេញឲ្យដែរហើយនៅក្នុងនេះយើងនឹងធ្វើការលេង style វាផ្សេងៗទៀតគឺនៅវីដេអូក្រោយ